Không biết ăn bún ăn mình. Ăn bún chả bay, ăn bún chả về. Đấy mà. Còn muối em. Người bị bảy bảy bốn đào. Trời cái tay. Ôi mới. Ê, sao quá? Bảy, buồn, làm. Ây da. Lên. កម្មវិធីចុះ surprise មេបោះដុំ3ថ្ងៃហើយមិនទាន់ចប់ទៀតតែថ្ងៃនេះត្រូវចុះបន្តទៀតតែចេញវីដេអូមួយសិនមេកាត់អវ៉ាន់ brand Lagamo ទាំងអស់គឺ surprise ទាំងអស់គ្នាតែម្ដងបងប្អូនហើយពួកគាត់សិតតែមេធំប្រចាំក្រុមហ៊ុន Lagamo ក៏ប៉ុន្តែមួយខែគឺគាត់កាត់អវ៉ាន់ខ្លាំងមែនតើមួយថ្ងៃគឺរវល់រៀងខ្លួនមិនសូវបានជួបប៉ុន្តែពេលដែលចុះទៅម្ដងគឺ surprise មេខ្លាំងតែម្ដងគឺពួកគាត់សប្បាយចិត្តមែនតើពេលដែលពួកគាត់បានអាំងប៉ាវលើកទឹកចិត្តពីខាងក្រុមហ៊ុនហើយថែមទាំងមិនបានប្រាប់គាត់មុនហើយនៅសុកយកអាំងប៉ាវឲ្យគាត់និងកដោជាអវ៉ាន់ដែលចាប់រង្វាន់ដែលគាត់មានអារម្មណ៍ថារំភើបសប្បាយចិត្តទី1គឺគាត់មិនសូវដែលបានជួបមេផ្ទាល់គឺរាល់ការប្រជុំនឹងកំងអវ៉ាន់គឺយើងជួបគ្នាតែតាមទូរស័ព្ទប៉ុន្តែស្ងាត់ខ្ញុំចុះទៅសប្បាយគាត់បងប្អូនហើយពួកគាត់សប្បាយចិត្តហើយរំភើបមែនតើអ្វីដែលគាត់សប្បាយចិត្តបំផុតគឺបានជួបមុខមេសំខាន់បំផុតមួយទៀតគឺមេមានអាំងប៉ាវហើយមានកដោអវ៉ាន់ឲ្យទៀតហើយអាំងប៉ាវទាំងនោះទឹកលុយក៏មិនស្មើគ្នាហើយអវ៉ាន់ទាំងនោះក៏មានមុខទំនិញផ្សេងគ្នាដើម្បីឲ្យពួកគាត់ចាប់ហើយមានអារម្មណ៍ថារំភើបឯសាររង្វាន់នៅក្នុងនោះគឺមានទូចមានធំសំបីតាអវ៉ាន់ណាក៏នៅក្នុងកេសនីមួយរបស់ក្រុមហ៊ុន Lagamo មានទំហំផ្សេងគ្នានិងទឹកលុយផ្សេងគ្នាផងដែរដូច្នេះឲ្យពួកគាត់ចាប់ទាំងអស់គ្នាសងសំណាងទាំងអាំងប៉ាវផងសងសំណាងទាំងអវ៉ាន់ផងតើមេខ្លះក៏ចាប់អវ៉ាន់ទៅធម្មតាអវ៉ាន់គឺមានចំនួនច្រើនចំនួនតិចខុសគ្នាហើយតម្លៃក៏ខុសគ្នាដែរពេលដែលគាត់ចាប់បានអាថ្លៃហើយចំនួនច្រើនទៀតនិយាយពីថាគាត់សប្បាយចិត្តមែនតើហើយបាននិយាយពីអាំងប៉ាវវិញគឺអត់ឲ្យស្ទាបទេឲ្យមើលពីចម្ងាយហើយច្អល់ហើយខ្ញុំផ្ទាល់គឺជាអ្នកយកឲ្យគាត់ផ្ទាល់ហើយសារយើងសក្រិតខ្លាំងមែនតើព្រោះដោយសារពួកគាត់សិតតែមេធំប្រចាំក្រុមហ៊ុន Lagamo គឺកាត់អវ៉ាន់ច្រើនដូចគ្នាហើយពួកគាត់សិតតែជើងខ្លាំងនៅក្នុងទីផ្សារបោះដុំហើយពេលចុះទៅជួបគាត់ចឹងគាត់នឹករលឹកគាត់ស្រឡាញ់គាត់ដោយសារពួកយើងមិនសូវបានជួបគ្នាសិតតែរវល់រៀងខ្លួនហើយពេលខ្លះហៅមកជប់លៀងជួបគ្នាអីហ្នឹងមានអ្នកខ្លះបានមកអ្នកខ្លះមិនបានមកក៏ប៉ុន្តែយើងគឺជាមេផ្ទាល់និងម្ចាស់ក្រុមហ៊ុនយើងត្រូវតែដើរសួរសុខទុក្ខពួកគាត់ហើយពេលខ្លះយើងទៅ surprise អីចឹងទៅពួកគាត់មានអារម្មណ៍រំភើបហើយមេបោះដុំរបស់ខ្ញុំមិនធម្មតានិយាយពីឡានវិញជិះសិតទំនើបវិញសិតតែប៉ុណ្ណាណីការរស់ស៊ីរបស់ពួកគាត់គឺថិតថេរហើយពួកគាត់សិតតែជើងចាស់សិតតែឆ្អិនក្នុងការលក់ផលិតផលហើយនៅក្នុងប្រហែលថ្ងៃនេះគឺខ្ញុំចុះទៅ surprise ឲ្យកដោពួកគាត់ហើយសារមួយរយៈធំនេះគឺគាត់បំបីការលក់ខ្លាំងមែនតើឲ្យជោគជ័យជាមួយនឹងសម្លេងជូតមុខ Lagamo មូលហេតុបំបី target គ្រប់ដោយសារផលិតផលផ្ទុះខ្លាំងធ្វើតែស្បែកមុខពីមុនហើយនឹងគាត់ប្រើប្រាស់ហើយពេលដែលគាត់ឈប់ប្រើរយៈពេលកន្លះឆ្នាំដោយសារគាត់ជឿជាក់ថាមុខរបស់គាត់ជាហើយប៉ុន្តែខ្ញុំក៏ហៅគាត់មកជួបដល់ផ្ទះតែម្ដងខ្ញុំឲ្យសម្លេងជូតមុខដែលខ្ញុំទើបនឹង design ថ្មីនេះឲ្យគាត់ប្រើម្ដងទៀតដោយសារគាត់ខ្វះថវិកាគាត់មិនបានប្រើប្រាស់ទើបធ្វើឲ្យស្បែកមុខរបស់គាត់ឡើង 50% មកវិញហើយដល់តែពេលដែលគាត់យកទៅប្រើត្រឹមតែរយៈពេល10ថ្ងៃស្បែកមុខរបស់គាត់គឺជាដូចដើមវិញនេះគឺជាការ design ប្រអប់ថ្មីដែលគាត់ទើបតែយកទៅប្រើប្រាស់ហើយនេះគឺជាស្បែកមុខរបស់គាត់ដែលគាត់លើកដំបូងគេបំអល់តែមុខរបស់គាត់ឡើងខ្ទុះខ្លាំងមែនតើដែលស្ទើរតែមិនជាថាសម្លេងជូតមុខអាចព្យាបាលបានមួយនឹងឈុតមុខ Lagamo អាចព្យាបាលបញ្ហាមុខរបស់គាត់បានតែដល់តែពេលគាត់គិតថាបាត់ហើយរយៈពេលកន្លះឆ្នាំតែថ្ងៃមុនគាត់ឆាតមកខ្ញុំដឹងក៏ខ្ញុំហៅគាត់មកជួបដើម្បីយកសលេងសេរីថ្មីយកទៅប្រើប្រាស់បន្តដើម្បីទុកបញ្ជាក់ឲ្យបងប្អូនបានដឹងថាគ្រប់ផលិតផលនីមួយពេលដែលយើងប្រើគឺយើងស្អាតតែបើយើងឈប់ប្រើមួយរយៈធំគឺវាឡើងវិញគឺជារឿងធម្មតាដូច្នេះពេលដែលបងប្អូនជាហើយអាចប្រើប្រាស់ខ្លះអត់ខ្លះទៅល្អនេះដោយសារយើងចង់កាត់បន្ថយការចំណាយហើយយើងអាចរក្សាមុខរបស់យើងមិនឲ្យឡើងមុនដូចមុនវិញហើយមិនឲ្យមេរបស់ខ្ញុំបំបី target គ្រប់ម៉េចឲ្យផលិតផលសម្លេងជូតមុខគ្រាន់តែឡើងមុនប៉ុណ្ណេះទៅប្រើម្ដងទៀតទើបតែ10ថ្ងៃជាមុខស្អាតដូចដើម